អរុនសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកជួបយាយយើងចា៎នៅព្រឹកនេះដែរយាយយើងមានតម្រុយថ្មីសម្រាប់ពុកម៉ែបងប្អូនទស្សនានឹងមើលកំសាន្តលេងសម្រាប់ថ្ងៃទី18ខែ3 2025ចា៎តម្រុយរបស់យាយក៏មានប៉ុណ្ណឹងហើយយាយក៏មានសុបិនយាយជូនពុកម៉ែបងប្អូនស្ដាប់កំសាន្តដូចគ្នាតែមុននឹងនិយាយសុបិនយាយក៏សូមពឹងពុកម៉ែបងប្អូនដែលចូលរួមទស្សនាទាំងអស់គ្នានេះកុំភ្លេចចុចពាក្យ like share subscribe ឬក៏ដងឲ្យ channel យាយម្នាក់មួយផងមកណាចាឬក៏ចង់បានតម្រុយតាមម៉ោងតាមវេនចាកុំភ្លេចចុច join ចូល link ដែលយាយដាក់នៅលើតម្រុយនឹងផងចាអរគុណច្រើនចុចកន្លែង see more ឬក៏កន្លែងច្រើនទៀតទៅឃើញ link ដែលយាយដាក់ហ្នឹងណាបងប្អូនគ្នាចាតោះចង់ចូលមកស្ដាប់ស្បិនយាយយប់មិញនេះយាយស្បិនឃើញមនុស្សប្រុសទៅស្ទូចត្រីចាតែអត់បានត្រីបានក្តាមស្រែចាបានក្តាមស្រែ2ហ្នឹងហើយឃើញលើកមកជាប់ក្តាមស្រែ2ទៅស្ទូចរបៀបដូចថាតាមតាមភ្លឺស្រែអញ្ចឹងណាមានទឹកតាមអូរបៀបដូចទឹកគេកាប់ដើម្បីបរហូរតាមភ្លឺស្រែអញ្ចឹងចាទឹកហូរតាមភ្លឺស្រែអញ្ចឹងណាហ្នឹងហើយឃើញស្ទូចបានក្តាម2លើកមកស្រាប់តែក្តាមមួយទៀតហ្នឹងវាចុះក្រោមមួយចាវាចុះក្រោមមួយអញ្ចឹងណាហើយចាប់អត់តាន់អញ្ចឹងណាបងអូនហ្នឹងហើយឃើញប៉ុណ្ណឹងហើយមកវគ្គទៀតឃើញយាយហ្នឹងសបិនឃើញជិះឡានក្រុងចាជិះឡានក្រុងវែងមែនតើហើយជិះតែក្នុងផ្ទះចាឡានក្រុងហ្នឹងគឺនៅតែតាមក្នុងផ្ទះបរោយចាបត់ទៅណាក៏ឃើញតែផ្ទះផ្លូវសងខាងគឺជាប់ផ្ទះតែម្ដងអត់មានផ្លូវថ្នល់ជាតិអីទេគឺជិះក្នុងផ្ទះបរោយណាចាឡានក្រុងនឹងវែងមែនតែនហ្នឹងហើយឡានក្រុងនឹងវែងហើយធំចាអញ្ចឹងយាយក៏កាត់យកចា31 32 39 48 49 931 932 849អូ30អូ40ចាអញ្ចឹងពុកម៉ែបងប្អូនចេះកាត់លេខអីក៏យកតាមនឹងទៅចាហើយក៏ជូនពរហេងសំណាងល្អទាំងអស់គ្នាអញ្ចឹងវីដេអូយាយក៏មានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយបាយ